វត្តខ្លួនដើម្បីផ្លាស់ប្ដូរជីវិតមេរៀនជីវិតសម្រាប់អ្នកដែលចង់ក្លាយជាមនុស្សប្រសើរជាងម្សិលមិញមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់មានជីវិតល្អប្រសើរមនុស្សខ្លះចង់មានទ្រព្យសម្បត្តិមនុស្សខ្លះចង់មានកិត្តិយសខណៈដែលមនុស្សមួយចំនួនទៀតគ្រាន់តែចង់រស់នៅដោយសេចក្តីសុខនិងសន្តិភាពប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនបានយល់នោះគឺការផ្លាស់ប្ដូរជីវិតមិនចាប់ផ្ដើមពីលុយមិនចាប់ផ្ដើមពីឱកាសហើយក៏មិនចាប់ផ្ដើមពីសំណាងដែរវាចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនឯងការអភិវឌ្ឍខ្លួនមិនមែនជាការប្រែខ្លួនឲ្យទៅជាមនុស្សម្នាក់ទៀតទេវាគឺជាដំណើរការធ្វើឲ្យខ្លួនយើងល្អប្រសើរឡើងជារៀងរាល់ថ្ងៃបើថ្ងៃនេះអ្នកដឹងច្រើនជាងម្សិលមិញបន្តិចមានវិន័យជាងម្សិលមិញបន្តិចមានការគិតវិជ្ជមានជាងម្សិលមិញបន្តិចនោះអ្នកកំពុងដើរលើផ្លូវអភិវឌ្ឍខ្លួនហើយជំពូកទី1ការផ្លាស់ប្ដូរចាប់ផ្ដើមពីខ្លួនអ្នកមនុស្សជាច្រើនចំណាយពេលបន្ទោសស្ថានភាពពួកគេនិយាយថាខ្ញុំក្រព្រោះកើតក្នុងគ្រួសារក្រីក្រខ្ញុំមិនជោគជ័យព្រោះគ្មានអ្នកជួយខ្ញុំមិនអាចរីកចម្រើនព្រោះប្រទេសនេះពិបាកប៉ុន្តែបើអ្នកសង្កេតមើលអ្នកនឹងឃើញថាមានមនុស្សជាច្រើនដែលចាប់ផ្ដើមពីសូន្យប៉ុន្តែពួកគេអាចបង្កើតជីវិតដ៏អស្ចារ្យបានភាពខុសគ្នាមិនមែននៅលើទីកន្លែងដែលពួកគេកើតទេប៉ុន្តែស្ថិតនៅលើរបៀបគិតមនុស្សដែលរីកចម្រើនតែងសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានខ្លះមនុស្សដែលមិនរីកចម្រើនតែងសួរថាហេតុអ្វីជីវិតខ្ញុំអាក្រក់ម្ល៉េះសំណួរដែលអ្នកសួរខ្លួនឯងនឹងកំណត់ទិសដៅនៃជីវិតអ្នកឧទាហរណ៍ជីវិតសពថ្ងៃយុវជន2នាក់បញ្ចប់ការសិក្សាក្នុងឆ្នាំតែមួយអ្នកទី1ចំណាយពេលទំនេរមើលវីដេអូកម្សាន្តលើបណ្ដាញសង្គមជាច្រើនម៉ោងក្នុងមួយថ្ងៃគាត់និយាយថាខ្ញុំគ្មានឱកាសទេអ្នកទី2ចំណាយពេល1ម៉ោងរៀនភាសាអង់គ្លេស1ម៉ោងរៀនជំនាញ Digital និងអានសៀវភៅជារៀងរាល់ថ្ងៃបន្ទាប់ពី3ឆ្នាំអ្នកទី1នៅតែរអ៊ូថាគ្មានការងារល្អអ្នកទី2បានការងារល្អប្រាក់ខែខ្ពស់និងមានទំនុកចិត្តលើខ្លួនឯងភាពខុសគ្នាមិនមែនដោយសារពួកគេឆ្លាតខុសគ្នាទេប៉ុន្តែដោយសារទម្លាប់ប្រចាំថ្ងៃជំពូកទី2ពេលវេលាជាទ្រព្យសម្បត្តិដែលមិនអាចទិញវិញបានមនុស្សគ្រប់រូបមាន24ម៉ោងដូចគ្នាអ្នកមានអ្នកក្រអ្នកជោគជ័យឬអ្នកបរាជ័យសុទ្ធតែមានពេលវេលាស្មើគ្នាអ្វីដែលខុសគ្នាគឺការប្រើប្រាស់វាមនុស្សជាច្រើននិយាយថាពួកគេគ្មានពេលអានសៀវភៅគ្មានពេលហាត់ប្រាណឬរៀនជំនាញថ្មីប៉ុន្តែពួកគេចំណាយពេលជាច្រើនម៉ោងលើទូរស័ព្ទដោយមិនដឹងខ្លួនពេលវេលាដែលបាត់បង់មិនអាចទិញត្រឡប់មកវិញបានឡើយឧទាហរណ៍បើអ្នកចំណាយត្រឹម30នាទីក្នុងមួយថ្ងៃអានសៀវភៅមួយឆ្នាំអ្នកនឹងអានបានជាង20ក្បាលចំណេះដឹងនោះអាចផ្លាស់ប្ដូរការគិតការងារនិងអនាគតរបស់អ្នកមួយជំពូកទី3វិន័យមានតម្លៃជាងការលើកទឹកចិត្តការលើកទឹកចិត្តធ្វើឲ្យអ្នកចាប់ផ្ដើមប៉ុន្តែវិន័យធ្វើឲ្យអ្នកបន្តថ្ងៃខ្លះអ្នកនឹងមិនមានអារម្មណ៍ចង់ធ្វើអ្វីទេប៉ុន្តែបើអ្នកមានវិន័យអ្នកនឹងធ្វើទោះបីមិនចង់ក៏ដោយជោគជ័យមិនកើតឡើងពីការខិតខំម្ដងម្កាលទេវាកើតឡើងពីការខិតខំជាបន្តបន្ទាប់ឧទាហរណ៍ជីវិតបុគ្គលិកម្នាក់សម្រេចថានឹងអាន10ទំព័រក្នុងមួយថ្ងៃមើលទៅតិចណាស់ប៉ុន្តែបន្ទាប់ពី1ឆ្នាំគាត់មានចំណេះដឹងដែលមិត្តរួមការងារជាច្រើនមិនទាន់មានចំណេះដឹងនោះនាំឲ្យគាត់ទទួលបានការតែងតាំងនិងឱកាសថ្មីគម្ពុកទី4កុំប្រៀបធៀបខ្លួនជាមួយអ្នកដទៃបណ្ដាញសង្គមធ្វើឲ្យយើងឃើញតែផ្នែកស្រស់ស្អាតនៃជីវិតអ្នកដទៃយើងឃើញរថយន្តថ្មីផ្ទះថ្មីការធ្វើដំណើរនិងភាពជោគជ័យប៉ុន្តែមិនឃើញការខិតខំការលំបាកនិងការបរាជ័យដែលនៅពីក្រោយទេការប្រៀបធៀបខ្លួនជាមួយអ្នកដទៃនាំឲ្យបាត់បង់សេចក្តីសុខចូលប្រៀបធៀបខ្លួនអ្នកជាមួយខ្លួនឯងកាលពីម្សិលមិញបើអ្នករីកចម្រើនបន្តិចនោះជាជ័យជំនះដ៏មានតម្លៃជំពូកទី5ការរៀនមិនដែលចប់សាលារៀនបញ្ចប់បានប៉ុន្តែការរៀនមិនដែលបញ្ចប់ទេពិភពលោកសពថ្ងៃផ្លាស់ប្ដូរលឿនណាស់បច្ចេកវិទ្យាថ្មីការងារថ្មីនិងជំនាញថ្មី
កើតឡើងជានិច្ចបើអ្នកឈប់រៀនអ្នកនឹងត្រូវទប់ចោលពីក្រោយចូលអានសៀវភៅស្ដាប់មេរៀនសិក្សាវគ្គអនឡាញនិងរៀនពីបទពិសោធន៍របស់អ្នកដទៃសេចក្តីសន្និដ្ឋានជីវិតដែលប្រសើរមិនមែនកើតឡើងក្នុងមួយយប់ទេវាត្រូវបានកសាងពីទម្លាប់ល្អៗការគិតត្រឹមត្រូវការរៀនឥតឈប់ឈរនិងការខិតខំរាល់ថ្ងៃប្រសិនបើអ្នកអភិវឌ្ឍខ្លួនត្រឹម 1% ជារៀងរាល់ថ្ងៃមួយឆ្នាំក្រោយអ្នកនឹងក្លាយជាមនុស្សថ្មីដែលមានចំណេះដឹងកាន់តែទូលំទូលាយមានជំនាញកាន់តែរឹងមាំមានវិន័យកាន់តែខ្ពស់និងមានទំនុកចិត្តកាន់តែច្រើនចូលចងចាំថាមនុស្សដែលអាចយកឈ្នះខ្លួនឯងគឺជាមនុស្សដែលអាចយកឈ្នះឧបសគ្គទាំងឡាយនៅក្នុងជីវិតការផ្លាស់ប្ដូរដ៏ធំបំផុតមិនមែនចាប់ផ្ដើមពីពិភពលោកទេវាចាប់ផ្ដើមពីការសម្រេចចិត្តតូចមួយនៅក្នុងចិត្តរបស់អ្នកថាថ្ងៃនេះខ្ញុំនឹងក្លាយជាមនុស្សល្អជាងម្សិលមិញ